បាទស្ដីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងឥឡូវនេះគឺខ្ញុំចង់បង្ហាញអំពីចំណាប់អារម្មណ៍បន្តិចនៅពេលដែលយើងបានធ្វើហាងកាហ្វេនេះចិត្តរួចរាល់ 100% គឺយើងមានអារម្មណ៍ថាបាទសប្បាយរីករាយហើយឃើញសមិទ្ធផលដែលខ្លួនឯងបានរៀបចំកន្លងមកប៉ុន្តែក៏មានបាទភាពនឿយហត់បន្តិចដែរយើងមានភាពលំបាកច្រើននៅពេលដែលយើងធ្វើកិច្ចការបាទដោយខ្លួនឯងច្រើនអញ្ចឹងយើងទាមទារចំណាយពេលវេលាជាមួយនឹងការងារហ្នឹងអញ្ចឹងបងប្អូនដែលមានបទពិសោធន៍ធ្វើការងារបើកហាងកាហ្វេនេះបងប្អូនអាចដឹងថាវាមានការលំបាកច្រើនកម្រិតណាបាទហើយខ្ញុំគិតថាมันខុសគ្នាមិនបានទេដែលយើងជួលជាងមកធ្វើគឺយើងមានផលលំបាកច្រើនជាងនៅតាមខេត្តតាមភូមិនេះគឺយើងជួលគាត់មកគឺដាក់តឹងចិត្តមែនទេបងប្អូនការងារមានលើសលួសខ្វះខាតអីគឺពិបាកហើយពីច្រើនធ្វើវាអត់សូវត្រូវចិត្តយើងអញ្ចឹងយើងត្រូវចេញចូលមកមើលរាល់ថ្ងៃតែជារួមមកវិញលំបាកប៉ុន្តែគាត់ថាយើងគិតថាវាអាចទទួលយកបានដែរព្រោះថាបើសិនជាយើងជួលអ្នកជំនាញជាងហ្នឹងវាមានភាពល្អប្រសើរប៉ុន្តែគាត់ថាវាអាចយើងចំណាយច្រើនអញ្ចឹងយើងកាត់បន្ថយការចំណាយតើយើងនឹងវាហត់ខ្លួនឯងតិចដែរអាហ្នឹងគឺការលំបាកហើយពេលខ្លះនិយាយច្រើនមិនបានជាងនៅភូមិនេះជាងនៅភូមិនេះនិយាយច្រើនបានទេបងប្អូនតែនិយាយស្រួលហ្នឹងគឺជប់ធ្វើយើងតែម្ដងដើរចេញបាទខ្លះណាទេមិនលើកឆាតក៏មិនឆ្លើយតបអានេះគឺជាផលលំបាកដល់ពេលយើងផលលំបាកអញ្ចឹងទៅពេលខ្លះយើងគិតថាលេងចង់ធ្វើដែរអានេះយើងជួបហើយមួយទៀតគឺអត់ចេះឆ្នៃយើងវាថាគាត់ដឹងតែធ្វើឲ្យហើយអត់ឆ្នៃមានន័យថាយើងអត់ជួយសន្សំអញ្ចឹងមើលទៅអត់ស្អាតហើយអត់ចំណេញអញ្ចឹងក៏បានប៉ះជាងគេដែលល្អគេជួយឆ្នៃជួយសន្សំយើងទៅក៏យើងមិនសូវខត់ដូចខ្ញុំឲ្យគេធ្វើផ្ទះជួលនៅក្នុងដីឡូទោះបីថាជួលមកគេដាច់ប៉ុន្តែគេរៀងដូចចេះគេមានន័យថាយើងចំណាយលុយមួយចំនួនជាងច្រើនដែរប៉ុន្តែយើងបានស្រួលប៉ុន្តែដល់ពេលជាងដែលនៅក្នុងភូមិឬក៏ជាងដែលគាត់អត់សូវមានចិត្តគឺយើងពិបាកអញ្ចឹងឥឡូវយើងបើកហាងកាហ្វេនេះគឺយើងទទួលបានបទពិសោធន៍ច្រើនតាំងពីការចាប់ផ្ដើមរៀបចំដំបូងយើងគិតអំពីរូបភាពនៃកាហ្វេរបស់យើងសម័យគិតបាទយើងសម័យគិតហើយយើងបានជួយ AI ក៏បានជួយច្រើននៅ AI ជួយច្រើនយើងបាន generate នៅ chat GPT ផងនៅ Gemini ផងដើម្បីធ្វើយ៉ាងម៉េចឲ្យទីតាំងដីទំហំប៉ុណ្ណឹងធ្វើទៅវាស្អាតអញ្ចឹងវាចាប់ពីការគិតបន្តិចបន្តួចហ្នឹងវាយូរថ្ងៃដែរហើយដល់ពេលក្នុងពេលធ្វើក៏យើងកែតម្រូវទៅតាមស្ថានភាពជាក់ស្ដែងតែឃើញថាសមិទ្ធផលវាមិនល្អចោលទេព្រោះគាត់ថាវាចិត្តទទួលនៅវាថាយើងអាចថាមួយកម្រិតដែលយើងចង់បានហើយនៅកាហ្វេនេះយើងអ្វីដែលយើងពិបាកជាងគេគឺការទប់កម្ដៅបាទពេលថ្ងៃគឺយើងពិបាកជាងគេគឺយើងហៅកម្ដៅធ្វើម៉េចទប់កម្ដៅឲ្យបានអញ្ចឹងការទប់កម្ដៅវាត្រូវដាំដើមឈើអញ្ចឹងដើមឈើធម្មតាវាមិនដាំភ្លាមដល់ភ្លាមទេអញ្ចឹងត្រូវទិញត្រូវជូនត្រូវកាប់ហើយនៅនេះគឺពិបាកណាស់អញ្ចឹងបើយើងចង់ទិញដើមនៅកន្លែងគេលក់ដើមឈើមកអានឹងវាថ្លៃអញ្ចឹងយើងត្រូវប្រើកម្លាំងកាប់កោះហើយដឹកជូនមកដល់ដីអញ្ចឹងដល់ពេលយើងដឹកមកអាខ្លះគាត់ដាំមើលទៅខំរស់អាខ្លះណាដាំទៅមើលទៅអត់ខំរស់ដូចដើមកង្កោកនឹងក្រោយខ្លួនខ្ញុំនេះគឺខំរស់អានឹងខំរស់ប៉ុន្តែដើមធំមួយចំនួនទៀតមើលទៅអត់សឹងខំរស់អញ្ចឹងវាមានភាពលំបាកដែរដែលយើងចង់គំនិតថាធ្វើម៉េចឲ្យវារំលោភតិចតែយើងត្រូវដាក់ដើមឈើចូលវាត្រូវការរយៈពេលហើយប្រឈមមុខនឹងដើមឈើនឹងវាងាប់មួយទៀតទីធ្លាវាធំទីធ្លាធំធម្មតាទីធំយើងត្រូវដាក់របស់ឲ្យច្រើនឲ្យវាស្មុគក្នុងដីដាក់ស្មុគក្នុងដីក៏វាពិបាកដែរអញ្ចឹងវាត្រូវការដាក់ទីតាំងណាដើម្បីឲ្យវាទៅវាស្អាតអញ្ចឹងសរុបសេចក្តីមកវិញយើងធ្វើនេះគឺលំបាកក៏លំបាកហើយសមិទ្ធផលក៏យើងទទួលបានអាចថាទទួលបានល្មមគិតថាបទពិសោធន៍នេះថ្ងៃក្រោយអាចយើងធ្វើបន្តទៀតអាចមើលថាយើងអាចមានគំនិតឬក៏ការធ្វើនោះវាអាចល្អប្រសើរជាងមុនតែបើសិនជាខ្ញុំវាតម្លៃទៅបើសិនជាយើងបានជាងជំនាញល្អអ្នកដែលគេថាសកម្មការងារជួយយើងបានច្រើនក៏យើងមិនសូវហត់អាហ្នឹងគឺប៉ុណ្្នឹងអញ្ចឹង